បាទគ្រប់រិសួរមកភេទអស់គ្នាបាទថ្ងៃនេះបាទមកថតដាក់ថតបាទកន្លែងធ្វើការបាទបងប្អូននៅខេត្តកំពង់ស្ពឺកន្លែងនេះដែរយើងធ្វើពីគ្រឿងសង្ហារឹមបងប្អូនធ្វើអំពីជ័រក្រងណាបងប្អូនហើយហ្នឹងគេធ្វើដូចជាផ្ដៅអញ្ចឹងបងប្អូនបាទជ័រណាប្រទេសដូចជាយើងជ្រៀកជាផ្ដៅអញ្ចឹងប៉ុន្តែធ្វើជ័រនេះខ្ញុំបាទកំពុងតែអារម្មណ៍បាទយកជ័រហ្នឹងរុំមកជុំវិញជើងដែកឯងបងប្អូនបាទជុំវិញវាហ្នឹងយើងរុំមកជន់ហើយបានខ្ញុំអ្នករុំមកជន់អញ្ចឹងហើយមកវគ្គអញ្ចឹងទៅមានមកវគ្គដីទៀតមានបងប្អូនយើងគាត់ធ្វើបន្តមកកលៈបន្តគ្នាអញ្ចឹងណាបងប្អូនបាទហើយនេះគឺជាកម្មភាពជាក់ស្ដែងដែលខ្ញុំធ្វើនៅបាទធ្វើហ្នឹងហើយវីដេអូនេះថតតាំងពីប្រហែលថ្ងៃបងប្អូនបាទអត់បានផុសឲ្យបងប្អូនយើងមើលណាបងប្អូនបាទហើយបងប្អូនយើងអាចទស្សនាមើលកំសាន្តបាទព្រោះបានថតតាកន្លែងតិចហ្នឹងឲ្យបងប្អូនយើងមើលអញ្ចឹងណាគ្រាន់មើលនៅថ្ងៃមុខថ្ងៃណាដែលយើងឈប់ធ្វើនៅការនៅរោងចក្រនេះគឺយើងអាចមើលបាទរូបថតនិងសកម្មភាពដែលយើងធ្វើទុកជាអនុស្សាវរីយ៍អញ្ចឹងបងប្អូនបាទអញ្ចឹងការងារអ្វីក៏ដោយបងប្អូនបាទគឺការងារវាតែងតែមានហត់និងមិនហត់បាទនិយាយរួមទៅបងប្អូនបាទបើការងារយើងធ្វើឲ្យគេគឺសុទ្ធសឹងតែយើងប្រើកម្លាំងទាំងអស់បាទហើយការងារនេះដែរបងប្អូនគឺថាហត់គឺមិនហត់ជាហត់ទេបងប្អូនបាទប៉ុន្តែគ្រាន់តែការងារហ្នឹងវាឈឺដៃបាទយើងទាញខ្សែហ្នឹងបាទបងប្អូនយើងឈឺម្រាមដៃឈឺអីខ្លះអញ្ចឹងណាបងប្អូនបាទអញ្ចឹងជីវិតយើងត្រូវតស៊ូអញ្ចឹងបងប្អូនបាទទៅនេះការងារបាទការងារអីដែរគូវាមានមិនមែនស្រួលទេបងប្អូនបាទការងារបើសិនជាបងប្អូនមិនចេះតស៊ូគឺបងប្អូនមិនអាចទៅមុខបានបងប្អូនបាទអញ្ចឹងយើងចេះតស៊ូធ្វើណាបងប្អូនបាទហើយខ្ញុំក៏ធ្វើអត់ដឹងជាបានប្រមាណដែរបងប្អូនបាទចេះតែធ្វើទ្រាំធ្វើទៅបងប្អូនបាទហ្នឹងខ្ញុំរុំរហូតមកជុំវិញហ្នឹងហើយអាតុកហ្នឹងវាដែកវាមកប្រឡោះវាហ្នឹងចូលប្រហែលជា1.2 ម៉ែត្របងប្អូនបាទ1.2 ម៉ែត្រទៅ1 ម៉ែត្រហ្នឹងក៏អីចឹងទៅហើយកម្ពស់វាហ្នឹង8 តឹកហ្នឹងបងប្អូនបាទហើយយើងរុំពីលើពីក្រោមដើម្បីឲ្យបងប្អូនយើងគាត់រុំខ្សែទីនេះនោះមានអាខ្វែងបងប្អូនមានអានោះខ្ញុំរុំរួចមួយសាហើយនៅខ្ញុំប្រហើយអាជើងក្រោមបាទខាងលើនោះខ្ញុំបានរុំវារួចមួយសាហើយខ្ញុំអត់បានថតវីដេអូឲ្យបងប្អូនមើលចឹងណាបាទហើយក៏សូមអរគុណដល់បងប្អូនយើងតែងតែបាទចូលទស្សនាវីដេអូរបស់ខ្ញុំបាទហើយបងប្អូនកុំភ្លេចបាទជួយចុច follow ម្នាក់មួយផងបងប្អូនបាទហើយកុំភ្លេចជួយចុច share វីដេអូនេះហើយនឹង follow ម្នាក់មួយហើយ comment ពាក្យឡូបាទសម្រាប់ខ្ញុំផងបាទដើម្បីឲ្យមានកម្លាំងចិត្តធ្វើជាវីដេអូចែកជូនដល់បងប្អូនយើងទស្សនាបន្តទៀតចឹងណាបងប្អូនបាទហើយសម័យនេះហើយបងប្អូនបាទបងប្អូនបាទបើសិនជាបងប្អូនឆ្លៀតពេលអីបងប្អូនអាចធ្វើវីដេអូផុសលេងទៅបាទគ្រាន់មើលនៅថ្ងៃមុខអញ្ចឹងណាបងប្អូនបាទគឺសម័យនេះគឺយើងអាចបាទថតជាคลิปវីដេអូខ្លីៗក៏បានវែងក៏បានដើម្បីយើងផុសចូលទៅក្នុង social media ទៅដើម្បីទុកជាអនុស្សាវរីយ៍ដែលបានមើលអញ្ចឹងណាបងប្អូនបាទបងប្អូនយើងមើលលេងទៅវីដេអូនេះវែងដែរបងប្អូនបាទវីដេអូហ្នឹងចូលជា5 ទៅ 6 នាទីបងប្អូនបាទខ្ញុំថតបានយូរដែរអាមុននឹងពេលលើកហ្នឹងបងប្អូនបាទធ្វើអញ្ចឹងមើលហើយអាមួយហ្នឹងបាទខ្ញុំប្រាប់បងប្អូនបាទពោះសម្រាប់ខ្ញុំដែលខ្ញុំធ្វើហ្នឹងគឺមួយហ្នឹងគឺខ្ញុំធ្វើរយៈពេលបាទ40 នាទីទៅ1 ម៉ោងអីណាបងប្អូនបាទយើងធ្វើលឿនប្រហែល40 នាទីហើយបើអ្នកធ្វើយឺត1 ម៉ោងតិចតួចអីណាបងប្អូនបាទបានអាចរុំខ្សែនឹងហើយអញ្ចឹងណាបងប្អូនបាទហើយបងប្អូនឮសំឡេងប៉េះប៉ោះហ្នឹងបាទសារ៉ាបាញ់កឹបនេះអាភ្លើងបាញ់កឹបហ្នឹងបងប្អូនបាទគឺកន្លែងហ្នឹងក៏ត្រូវបាញ់អញ្ចឹងគឺមានសំឡេងបាទសំឡេងប៉េះប៉ោះអញ្ចឹងបងប្អូនឮរហូតអញ្ចឹងទៅបាទនេះហើយខ្ញុំរុំបដាអញ្ចឹងទៀតបងប្អូនបាទចិត្តហើយក៏ចិត្តរួចដែរបងប្អូនបាទចាំមើលដល់ពេលរួចចាំមើលខ្ញុំលើកបង្ហាញឲ្យបងប្អូនយើងមើលអញ្ចឹងណាបងប្អូនបាទហើយក៏ចិត្តចូលឆ្នាំដែរហើយចូលឆ្នាំនេះអត់ដឹងថារោងចក្រនេះគេឈប់ប្រហែលថ្ងៃដែរបងប្អូនបាទខ្ញុំក៏ដឹងដែរហើយចូលឆ្នាំហ្នឹងប្រហែលជាខ្ញុំទៅថ្ងៃទី10ទីអីទៅប្រហែលជាទៅផ្ទះបាទសុំច្បាប់ទៅផ្ទះអញ្ចឹងបងប្អូនបាទហើយក៏ចិត្តរួចដែរបាទ
បងប្អូនយើងអាចមើលដល់ឥឡូវនេះដល់កន្លែងកែងអស់ហ្នឹងបងប្អូនបាទឥឡូវបាញ់មួយសិនដើម្បីភ្ជាប់ខ្សែបងប្អូនបាទយើងក៏ត្រៃកាត់មកយើងរុំរួចអញ្ចឹងបងប្អូនបាទឥឡូវខ្ញុំរុំរួចហើយបងប្អូនបាទដល់ពេលខ្ញុំរុំរួចអញ្ចឹងខ្ញុំលឹងលើករបស់ហ្នឹងនេះជុំវិញអស់អញ្ចឹងបងប្អូនបាទហើយបើឲ្យបងប្អូនយើងមើលបន្តិចបាទដែកតុកគេអញ្ចឹងណាបងប្អូនបាទនេះដែកអាតុកធំហ្នឹងបងប្អូននេះលើហ្នឹងក៏ខ្ញុំរុំរួចដែរបាទឥឡូវខ្ញុំយកទៅទុកអាគៀនជាងនោះដើម្បីឲ្យបងប្អូនយើងរុំបន្តទៀតអញ្ចឹងបងប្អូនបាទហើយខ្ញុំយកទុកអញ្ចឹងហើយខ្ញុំក៏បានដើរបាទទៅយកមួយទៀតមកអញ្ចឹងបងប្អូនបាទដើម្បីរុំបន្តទៀតអញ្ចឹងព្រោះយើងអត់ដល់ម៉ោងអញ្ចឹងបងប្អូនបាទនេះទៀតខ្ញុំលើកមកទីលើបងប្អូនបាទនៅក្បែរហ្នឹងដែរបងប្អូនបាទយើងយកមកទុកក្នុងហ្នឹងហើយសាច់ហើយនេះបាទតម្រង់ដែកអត់តន់រុំអញ្ចឹងបងប្អូនបាទនេះនៅលាតថានេះយើងរុំលើរួចមកវាហើយបងប្អូនបាទកណាត់លើអញ្ចឹងណាបងប្អូនបាទឥឡូវខ្ញុំចាប់ផ្ដើមយកមួយហ្នឹងមករុំបន្តទៀតអញ្ចឹងណាបងប្អូនបាទខ្សែក៏ចិត្តហ្នឹងដែរបាទហើយអញ្ចឹងវីដេអូរបស់ខ្ញុំក៏មានតែប៉ុណ្្នឹងបងប្អូនបាទហើយក៏សូមអរគុណដែលបងប្អូនបានទស្សនាវីដេអូបាទពីដើមដល់ចប់បាទអញ្ចឹងអរគុណច្រើនបងប្អូនបាទសូមជម្រាបលាបងប្អូនបាទ